សម្រាប់បងដែលយកម៉ាស៊ីន M9 ទៅបងត្រូវការថតលេខណាអានេះវាមាន function ថតលេខអូតូអញ្ចឹងបងមិនបាច់ចាំដាក់កុំព្យូទ័រក៏បានដែរអញ្ចឹងបងឧទាហរណ៍ថាឥឡូវម៉ាស៊ីនថ្មីទៅដល់បងគ្រាន់តែបើកម៉ាស៊ីនទៅហើយបងមិនដាក់អង្តែនទេយើងដោះអង្តែនចេញបានថតទៅវាសុក្រិតណាដាក់អង្តែនវាអត់សូវសុក្រិតទេអញ្ចឹងបងដោះអង្តែនចេញមកអញ្ចឹងដើម្បីថតលេខបងចុចលេខ1ឲ្យជាប់ទៅអញ្ចឹងវាចូលទៅកម្មវិធីថតលេខនេះបើយើងថតវាចូល channel ទី1បើបងចង់ថតទៅ channel ទី2ទី3យើងមួតាមហ្នឹងទៅឧទាហរណ៍ថាលេខថ្មីខ្ញុំចង់ថតចូលប៉ុស្តិ៍លេខ1អញ្ចឹងខ្ញុំកាច់មកប៉ុស្តិ៍លេខ1មកណាប៉ុស្តិ៍លេខ1ហើយយើងយកម៉ាស៊ីននេះម៉ាស៊ីនដែលយើងមានប្រើស្រាប់ហ្នឹងចុចក្បែរវាទៅវានឹងចាប់លេខបានហើយឃើញទេចាប់លេខបានណាដល់ពេលចាប់លេខបានឬសលេងចូលបើដាក់ success ណាតែប៉ុណ្្នឹងយើងចុច store ទៅនេះ store ហ្នឹងវានៅក្រោមអក្សរ AB នេះចុច store ទៅចុច store ជា menu ច្រឡំសំទោសចុចនេះមកហើយវាជាប់ណាលេខ1អញ្ចឹងវាអូតូឡើងលេខ2អញ្ចឹងបើសិនជាលេខ2យើងមានលេខថតបន្តទៀតយើងគ្រាន់តែលេខ2យើងចុចមកចុចផ្សាយក្បែរម៉ាស៊ីនហ្នឹងទៅវាចាប់លេខបានទៀតហើយឃើញទេវាដាក់ success មកឃើញទេឬសលេងចូលហើយតោះមកយើងចុច menu មកវា save ចូលប៉ុស្តិ៍លេខ2ទៀតហើយនៅពេលដែលយើងថតអស់លេខយើងបិទម៉ាស៊ីនយើងបើកវិញមកតែប៉ុណ្ណឹងគឺយើងអាចប្រើបានហើយដោយមិនបាច់ចុចអីញ៉ៃទេព្រោះនៅក្នុងម៉ាស៊ីន M9 នេះវាមានកម្មវិធីថតលេខអូតូស្វ័យប្រវត្តិផុនវីណាចូលណាតែប៉ុណ្្នឹងហើយបើសិនជាថតហើយវានៅចេញអាខាងលើនេះវាអាចចេញជាលេខញ៉ៃចេញបងអាចចុចនេះ VM នេះមួយមកនេះចូល channel mode តែវាឃើញលេខចុចមួយទៀតមកវាចេញអក្សរសេះហើយតែប៉ុណ្្នឹងបង